លោកអុកញ៉ានណាងណានប្រធានសាខាគណៈបកប្រជាជនកម្ពុជាទទួលបន្ទុកវិស័យទេសចរកម្ពុជានិងថៃនៅទីក្រុងបាងកកទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ត្រូវបានបំពាក់គ្រឿងឥស្សរិយយសជាតបការពីសម្ដេចធិបតីហ៊ុនម៉ាណែតអុកញ៉ាណាងណានលោកអុកញ៉ានណាងណានប្រធានសាខាគណៈបកប្រជាជនទទួលបន្ទុកវិស័យទេសចរកម្ពុជាថៃនៅទីក្រុងបាងកកនិងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំជើងភ្នំស្រុកបាភ្នំខេត្តព្រៃវែងទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ត្រូវបានបំពាក់គ្រឿងឥស្សរិយយសជាតបការពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃសុក្រទី27ខែមិថុនាឆ្នាំ2025ការផ្ដល់និងទទួលគ្រឿងឥស្សរិយយសនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតីនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីខ្ពង់ខ្ពស់ក្នុងពិធីសម្ដែងសម្ដាលនិងពិសាភោជនាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូចមធ្យមនិងសិប្បកម្មកម្ពុជាក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូតូចនិងមធ្យមនារាជធានីភ្នំពេញក្នុងឱកាសដ៏មហាថ្លៃថ្លាឧត្តមឧត្តមនោះលោកអុកញ៉ាណាងណានបានក្រាបថ្វាយបង្គំអរព្រះគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះព្រះករុណាព្រះបានសម្ដេចព្រះបរមនាថនរោត្តមសីហមុនីដែលទ្រង់សពព្រះរាជហឫទ័យប្រោសព្រះរាជទានគ្រឿងឥស្សរិយយសជាតបការដែលខ្ពស់ជាងគេនៅព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី17ខែកក្កដាឆ្នាំ2023និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានបំពាក់គ្រឿងឥស្សរិយយសជូននាពេលនេះផងដែរ